รุปជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសាច់រឿងបន្តទៅនេះខ្ញុំនឹងនិយាយអំពីដំណើរដើមតងនៅពេលដែលអំនឿននិងអំណាងពួកគាត់បានធ្វើដំណើរទៅលេងខេត្តព្រះវិហារក្នុងគោលបំណងដើម្បីទៅចូលរួមពិធីមង្គលការក្មួយរបស់គាត់កបជួនអីពេលនោះមានក្រុមឈ្មួញជនជាតិសៀមមួយក្រុមមានគ្នា4ទៅ5នាក់ពួកគេចុះមកធ្វើបុណ្យនៅព្រះវិហារបុរាណមួយបើយើងមើលត្រឹមតែសម្បកក្រៅរបស់ពួកគេមើលទៅហាក់បីដូចជាមានចិត្តសប្បុរសណាស់អញ្ចឹងក៏ប៉ុន្តែតាមពិតទៅគេមកនោះគឺដើម្បីធ្វើបុណ្យបន្លំភ្នែកប្រជាជនខ្មែរដែលរស់នៅតំបន់នោះតែប៉ុណ្ណោះតាមពិតទៅគេមានបំណងចូលមកលួចជីករកវត្ថុបុរាណខ្មែរយើងដែលកប់ទុកក្នុងដីអស់រយៈពេលរាប់ពាន់ឆ្នាំណាស់មកហើយដើម្បីយកទៅទុកស្រុកសៀមទុកជាគ្រឿងមានតម្លៃសម្រាប់គោរពបូជាព្រោះវត្ថុបុរាណខ្មែរយើងទាំងនោះសុទ្ធសឹងតែជារបស់ដែលមានអាថ័ន្តខ្លាំងពូកែម្លោះហើយពួកសៀមវាចង់បានណាស់រាល់ពេលដែលពួកចៅសៀមវាចូលមកជីកកាយវត្ថុបុរាណវាតែងតែនាំគ្រូអាគមបរោហិតដែលមានមន្តអាគមខ្លាំងមកជាមួយផងដែរដើម្បីធ្វើពិធីចងព្រលឹងវិញ្ញាណបុព្វបុរសខ្មែរយើងឲ្យជាប់ដើម្បីការពារពួកវានិងអាចឲ្យពួកវាចូលមកជីកកាយបានក៏ប៉ុន្តែវាមិនងាយដូចដែលអ្វីដែលពួកវាបានគិតនោះឡើយព្រោះវត្ថុបុរាណរបស់ខ្មែរយើងតែអំបាម៉ានគឺសុទ្ធសឹងតែមានព្រលឹងវិញ្ញាណដូនតានៅឃុំក្រងថែរក្សាតមករហូតឲ្យតែពួកវាចូលមកលួចដឹងតែវត្ថុបុរាណដែលមានអាថ័ន្តខ្លាំងពូកែទាំងអស់នោះតែងតែបាត់ខ្លួនដោយមុនជានិច្ចមិនឲ្យពួកវាជីកកាយរកឃើញនោះឡើយតែថាបើទោះបីជាយ៉ាងណាក៏ដោយវត្ថុបុរាណយើងភាគច្រើនដែលបាត់ទៅនោះក៏ដោយសារតែគ្រូមន្តអាគមខ្មែរមួយក្តាប់តូចដែលពួកគេបានប្រើមន្តអាគមចងវត្ថុស័ក្តិសិទ្ធិទាំងអស់នោះជាប់ហើយទៅជីកកាយយកទៅលក់ឲ្យអាចៅសៀមទាំងអស់នោះចំណែកក្រុមចៅសៀមដែលចូលមកលបងលួចវត្ថុស័ក្តិសិទ្ធិម្ដងនេះក៏ត្រូវក្រុមអំនឿននិងអំណាងខាត់ជាប់មិនឲ្យពួកវាធ្វើសកម្មភាពបានស្រេចចិត្តនោះទេដល់តែពេលពួកវាធ្វើអីមិនបានអញ្ចឹងវាក៏ត្រឡប់ទៅស្រុកមួយផ្លែតហើយវាក៏មកវិញមកស្នាក់នៅក្នុងផ្ទះគ្រូអាគមមួយដែលនៅក្នុងស្រុកភូមិនឹងដែរពេលនោះហើយក្រុមពួកអាគមគ្រូចៅសៀមនេះវាក៏បានប៉ះអាគមជាមួយនឹងក្រុមអំនឿនអំណាងមួយក្តារធំប៉ុន្តែចៅនៅតែជាចៅទៅមិនរួចជាមួយម្ចាស់ដើមនោះទេចុងក្រោយអំនឿននិងអំណាងលេងពួកនឹងមួយក្បាច់រហូតដល់រត់មិនរួចថែមទៀតផងក្រោយពេលដែលអំនឿននិងអំណាងគាត់បានកញ្ចាត់ធ្មប់ដែលធ្វើបាបគាត់ហើយអ្នកភូមិក៏ចាប់ផ្ដើមដឹងថាអ៊ំទាំងពីរគាត់ពិតជាចេះប្រកាសពិតមែនពួកគាត់ក៏ចាប់ផ្ដើមធ្វើការទទួលការគោរពពីអ្នកភូមិដែរប៉ុន្តែថាបើតាមចិត្តចរិតអ៊ំពួកគាត់សុំមិនចូលចិត្តការគោរពអ្វីប៉ុន្មានទេដោយសារតែពួកគាត់ជាមនុស្សសាមញ្ញធ្វើខ្លួនធម្មតាបើអ្នកមកពីចម្ងាយអីគេមិនដឹងថាអ៊ំគាត់ចេះនោះទេព្រោះគាត់មិនដែលចង់បង្ហាញថាគាត់ជាអ្នកចេះអ្វីឡើយខុសប្លែកអីពីគ្រូផ្សេងទៀតឲ្យតែមានអ្នកខ្លាំងជាងខ្លួនតែងតែចង់សាកគេគ្រូខ្លះសាកគេរហូតស្លាប់បាត់បង់ជីវិតក៏មានអញ្ចឹងបានថាអ្នកដែលគេចេះអាគមគេមិនដែលអួតនោះទេប្លែកអីតែគ្រូខ្លះចេះអាគមចេះតែចង់សាកគេអញ្ចឹងមិនថាអ្នកដែលចេះអាគមនេះបើទៅស្រុកភូមិណាដែលមានអ្នកចេះអាគមដូចគ្នាគឺមិនស្រួលទេមុខជាគេសាកយើងហើយនេះបើសិនជាយើងខ្សោយអីប្រកាសជាត្រូវអាគមរបស់គេរហូតដល់ឈឺឬក៏ស្លាប់បើរៀនអាគមត្រូវរៀនឲ្យខ្លាំងដើម្បីទុកសម្រាប់ការពារខ្លួនក៏ដូចជាសម្រាប់ការពារអ្នកដទៃនិយាយពីអំនឿននិងអំណាងវិញពួកគាត់ត្រូវបានគេអញ្ជើញទៅចូលរួមពិធីមង្គលការរបស់បងប្អូនដែលគេម្នាក់នោះគឺជាបងប្អូនអំណាងដែលគាត់នៅសល់កូនស្រីម្នាក់ដែលមិនទាន់រៀបការនោះទេអញ្ចឹងហើយគាត់ចង់ឲ្យអ៊ំទៅចូលរួមពិធីមង្គលការរបស់កូនគាត់ណាមួយអ៊ំគាត់ក៏ចង់ទៅលេងខេត្តគេម្ដងដែរដើម្បីឲ្យស្គាល់ពីស្រុកភូមិរបស់គេ
ព្រោះនៅតែស្រុកខ្លួនឯងយូរពេកពួកគាត់ទាំងពីរនាក់រៀងអបសុកដែរនឹងគ្រាន់តែថាសម័យកាលនោះការធ្វើដំណើរវាមិនស្រួលដូចឥឡូវឡើយការសម័យនោះការធ្វើដំណើរប្រើពេលយូរដោយសារតែផ្លូវពិបាកមិនអាចជិះឡានមួយថ្ងៃដល់ដូចសម័យឥឡូវនេះឡើយកាលពីសម័យនោះគេល្បីថានៅតាមព្រំដែននៅសម្បូរវត្ថុស័ក្តិសិទ្ធិច្រើនណាស់ហើយមិនត្រឹមតែប៉ុណ្ណោះគ្រូអាគមក៏មានច្រើនជាពិសេសគេល្បីទៀតថាអ្នកដែលរៀនមន្តអាគមធ្មប់ក៏មានច្រើនហើយក៏សម្បូរអ្នកដែលរៀនបាច់អាគមខ្លាចជាធ្មប់ព្រាយអាបហោះពេញទាំងព្រៃក៏មានម្លោះហើយកាលពីចំនួននោះគេពុំសូវហ៊ានធ្វើដំណើរទៅលេងតាមព្រំដែននោះឡើយប៉ុន្តែថាទាំងពីរគាត់ពុំសូវខ្លាចនោះទេដោយសារតែគាត់មានបងប្អូនគាត់ម្នាក់ដែរដែលជាអ្នកស្រុករស់នៅទីនោះស្រាប់ទៅហើយណាមួយគាត់សុទ្ធតែជាអ្នកចេះអ្នកដឹងបានន័យថាទាំងពីរសុទ្ធតែជាអ្នកចេះអាគមខ្លាំងដូចគ្នានេះសូម្បីតែធ្មប់នៅគាត់កំចាយបានដោយងាយម្លោះត្រឹមគ្រូអាគមចិត្តបាបអីអស់ហ្នឹងគាត់មិនខ្លាចនោះទេក៏ប៉ុន្តែដោយដែលពុកម៉ែបងប្អូនបានដឹងស្រាប់ហើយថានឿននិងណាងគាត់មិនដែលទៅអួតប្រាប់គេឡើយហើយក៏មិនដែលមានចិត្តចង់ទៅផ្ចាញ់អ្នកណាមុននោះទេមិនយូរប៉ុន្មានពួកគាត់ក៏ត្រូវធ្វើដំណើរទៅចូលរួមកម្មវិធីមង្គលការគេនៅព្រះវិហារគ្រានោះពុកច័ន្ទគាត់ក៏បានសុំធ្វើដំណើរទៅជាមួយដែរព្រោះគាត់ក៏ចង់ទៅលេងប៉ុន្តែក៏ត្រូវពុកណាងខាត់ដោយគាត់និយាយថាអាចារ្យបើកូនឯងទៅបានអ្នកណានៅមើលថែរក្សាផ្ទះយើងនៅផ្ទះមើលថែផ្ទះពុកទៅមិនយូរទេតែមួយអាទិត្យឬកន្លះខែពុកមកវិញហើយពុកច័ន្ទដល់តែឮសម្ដីណាងគាត់និយាយបែបនេះពុកច័ន្ទគាត់មិនហ៊ានប្រកែកនោះឡើយម្លោះហើយគាត់ក៏យល់ព្រមតាមពាក្យសម្ដីរបស់ពួកគាត់ទៅចំណែកគាត់ក៏រៀបចំធ្វើដំណើរចេញពីភូមិនៅព្រឹកនោះតែម្ដងពេលនោះត្រូវជារដូវវស្សាភ្លៀងក៏ធ្លាក់ចុះមកដល់អន្លើនៅតាមទីកន្លែងពេលនោះគាត់ក៏បានសុំផ្ទះស្នាក់នៅមួយយប់សិននៅខេត្តកំពង់ធំផ្ទះនោះជាផ្ទះឈើ2ខ្នងសសរខ្ពស់ផុតពីដីនៅខាងក្រោមផ្ទះទៀតសោតមានតាយាយ2នាក់កំពុងតែរៀបចំធ្វើម្ហូបសម្រាប់បាយល្ងាចគប់ជួនអីពេលនោះមេឃក៏ធ្លាក់ងងឹតម្លោះហើយគាត់ក៏នឹកថានឹងសុំផ្ទះពួកគាត់ស្នាក់នៅមួយយប់សិនសឹមព្រឹកស្អែកចាំនាំគ្នាធ្វើដំណើរទៅមុខទៀតពេលនោះនឿននិងណាងគាត់ក៏ជិះម៉ូតូចូលទៅក្នុងផ្ទះតាយាយចំណែកឯតាយាយគាត់ហាក់ស្រឡាំងកាំងខ្លាំងតែម្ដងព្រោះថាសុកស្រាប់តែមានមនុស្សមិនស្គាល់មុខចូលមកក្នុងផ្ទះរបស់គាត់ទាំងយប់អីអញ្ចឹងប៉ុន្តែថាមុខរបស់ណាងគាត់មានប្រជាប្រិយស្រាប់ម្លោះហើយតាយាយទាំងពីរហាក់មាននិស្ស័យជាមួយគាត់ហើយលោកតាគាត់ក៏មានប្រសាសន៍ដែរថាអាចៅពួកឯងទាំងពីរនាក់ទៅណាមកណាមើលទៅដូចជាមិនមែនអ្នកស្រុកយើងទេពេលនោះណាងគាត់ក៏លើកដៃជម្រាបសួរលោកតាពីចម្ងាយព្រមជាមួយនឹងសំឡេងស្រាលបែបនេះថាបាទលោកពួកខ្ញុំទាំងពីរនាក់គឺជាអ្នកមកពីចម្ងាយធ្វើដំណើរទៅចូលរួមកម្មវិធីមង្គលការបងប្អូននៅព្រះវិហារប៉ុន្តែដោយសារតែធ្វើដំណើរផ្លូវឆ្ងាយណាមួយមេឃក៏ចង់ងងឹតក៏នឹកថាចង់សុំផ្ទះលោកតានិងលោកយាយស្នាក់នៅមួយយប់សិនសឹមព្រឹកស្អែកចាំបន្តដំណើរទៅមុខទៀតសូមលោកតានិងលោកយាយអនុញ្ញាតផងទៅចុះលោកតាគាត់មិនបានទៅកំណាញ់អីនោះទេព្រោះមើលទៅមនុស្សទាំងពីរនាក់នេះហាក់ជាមនុស្សល្អមិនសមជាមនុស្សដែលមានចរិតកោងកាចអ្វីឡើយម្លោះហើយលោកតាក៏បានអញ្ជើញទាំងពីរឲ្យចូលមកអង្គុយនៅគ្រែខាងក្រោមផ្ទះគាត់ទៅ
Đôi đài bục mai ông Pù Mính đằng sạp hơi, bằng ôn khmai dương chùm nón mốn, bù quạt miên chật lọ khăn na, lọ hơi, bù quạt tay để chui dọc à xa khnia từ vinh từ mọc, khóc lại pi manu sầm mai lấy, manu khai manu à tham ani giống có tràn, mẹ, sống vát trong bàn tại trọp để xa tộc riêng luôn, nè na slap, nè na rúa có bụ kê mình khoal, sọp chỉ mùi khnia nú, lúc giấy, cốt có bàn đào từ riệp trong bài mà hộp đã lơ kre, tục sầm rạp ở lục tá nâng nhiều từng pi nè, rồi bỏ cốt sọp à há chỉ mùi khnia không là nghịch đi, đầm lái. Từng pí cốt mình trong rồng khán lục ta nâng lục giấy lai đòi bộ cốt trong sông trầm tài tè sạ mới dục tài pon no có pon tái cốt còn nực o con lục ta lục giấy chỉ pon peได้bộ cốt sốt tài chỉ mình đủ chất là o ao tè sạ hái thèm tiếng đò là há ao bộ cốt hộp chọc bò bồ thèm tiệt phong lục đòi pizza à ha pe là nghề rồi hái cốt có mình hiên rồng khán mà chạp tè du tiệt nô tê cốt có riêng trong dòng rạ nơi lơ kre khẳng krong pteh nô tơ bà tu bay chỉ mà chạp pteh ạ nồi nhạt ở bụi cốt làng từ lơ pteh sạ nơi chỉ mùi bụi cốt có đôi có cốt pro cài mấn prom làng từ lơ lai có sông trầm tại dòng rạ nơi khẳng krong pteh tự bàn hơi nà muối cốt có ái dòng rạ diêm pteh ao ta giấy bàn phong đai nơi dục ni cà pia khai krain tha nơi pe dục miền cháu vì bong trôn một lùi trọc sầm bát ta giấy đòi dẹt tha hẹt nà mùi ruột cốt còn nòm khní trôi tới sầm rạn tới pon tái muôn nâng sầm rạ nướn cốt có bàn sốt bà lây cà pia pu ạ mình nú hai cốt có plum từ lê ba đầm nệ rồi bọc cốt tới lú đò thui kịch ruột hái cốt có đầm rệt khluôn sầm rạn lung lúa rồi hốt đo mò rồi nghiếu từ pu cốt nhẹ pon tái lúc ta lục dây chim mà chạp tè cốt ngợp muôn từng pi nẹ từ tiết đòi lục giấy cốt ngợp đâm một bò xó chiên tray bờ lạ là một tràn thông tục sầm rạp oi lục tá nâng từng pi bị xa muôn pế trình đầm nào bần to từ tiết tịch chật rồi bỏ lục ta lục giấy hạ bất chia là o khăng na cốt chui dốc à xa từng pi nẹ đòi mình chọn bàn Paul top song ở vậy bình tĩnh sọt lai muôn pế để cốt trình đầm nào lúc giấy cột có bàn với bọc mùi thọ thôm tục sầm rạp oi từng pí hộp nơi tam plei đời xa tại cả thưa đồng nào nơi tam plei ngày bạp ní muốn sơi miên nhẹ na lụa đồ với lai bà sân chỉ mía rập bò đã tam khuôn cho mình tịch mình túi cột có ai hộp bàn nước pe na mùi để cột clean nâng mình bị bá rột tình kế nom tại ở lôi nô tê ngày nú ai tha chỉ ngày sói có tha bàn đôi xa tay mặt tô rồi bỏ nướn sạp tại khối thẹt lên từ mục đo tại ọt đầm rẽ bụi cốt có tục một tô nhờ nộp tia ta dây nụ sân hai bụi cốt có chăm stẹ sông lan kế chỉ đôi xa chùm nô vinh cọp chuồn ấy bê nú sạp tại miên lan tại hiên mùi krương đã miên đặc thùng tực bò khiêu chùm nọc pro hai chia pram pon lít bạc một pi chùm ngái hối đầy cỏ hòm trò lôm đôi xa tại cả pi chùm non nú phơi mình toàn sạch nô lai, phía trán cứ chỉ phơi lông đầy cỏ hóm, cỏ lộc lẹ, sáng tại thẹt làm từ hai, rồng bịch nú, nươn, cọt có lực đáy thưa chia sành nhà, sông oi lan đặc tật nú chộp, nơi tì tắng để cọt cầm pông tại cho, cọt cho nơi khẳng còng đàm thân nọt mũi đàm, đáy, cầm bột cả ba, để đàm thân nọt nú mơ tơi tầm nón hạ bay đôi chia trâu rừng tè bánh đạch cả ba chân, pe nú làn thể hiện có ban bạc một sầm đầy ruột hái làn cả chộp miền bộ rò miệt thôm mà nè mơ tề cốt nại na bốc mọt làng sọ là bài ạch kla mục móm tầm non chỉ ca pe nú bộ rò mà nè nú kêกับban dây từ can từng pi tha lục bóng từng pi từ nào một nà đài khơi một nắng đôi chỉ lực đầy hai bụi nhông mà chộp vì rừng ấy men tê nắng cốt có to bình tha bà lục ôn bốc nhôm từng pi nẹ chỉ nẹ trong ngày vừa đầm náo từ lên tiệc bong ôn nơi pre vị hia còn tại trong rải ấy một tố vì khôi ấy lấy admin ấy chi tê nực tha trong sông lục ôn đời xá từ đò lợi bóng bay cầm bóng thông pre vị hia phong từ cho pro pini tới vì nơi ngày cô xóm đài và sân bật đài đời tham chướng
ក៏មិនដឹងថាត្រូវប្រើរយៈពេលប៉ុន្មាននោះទេពេលនោះពូតាហ៊ានម្នាក់នោះក៏បានតបថាណាហើយចុះលោកបងទាំងពីរបើអញ្ចឹងលោកបងទាំងពីរទៅដល់ណាដែរបើសិនជាលោកបងទាំងពីរទៅដល់កន្លែងដែលពួកខ្ញុំត្រូវទៅដល់ខ្ញុំក៏អាចនឹងជូនពួកលោកបងទៅដល់ដែរពេលនោះណាងគាត់ក៏តបវិញថាពួកខ្ញុំទៅការបងប្អូននៅត្បែងមានជ័យដោយនឹកថាកម្រមានពេលទៅជួបជុំបងប្អូនណាស់បើមិនទៅទេមិនងាយនឹងបានជួបគ្នាឡើយពេលនោះទាហានម្នាក់នោះគេក៏និយាយថាពួកខ្ញុំទៅមិនដល់នោះទេពួកខ្ញុំទាំងពីរនាក់ទៅដល់ត្រឹមតែស្រុករវៀងតែប៉ុណ្ណោះប៉ុន្តែមិនអីទេមកជាមួយពួកខ្ញុំក៏បានដែរចាំទៅដល់បន្ទាយខ្ញុំសួរគ្នាខ្ញុំក្រែងមានអ្នកណាគេត្រូវឡើងទៅទីរួមខេត្តចាំខ្ញុំប្រាប់ឮបែបនេះទាំងពីរសប្បាយចិត្តណាស់គាត់ក៏នាំគ្នាឡើងលើរថយន្តអង្គុយនៅបាំងខាងក្រោយណាងគាត់ថាពេលនោះដីក្រហមហុយខ្លាំងណាស់ខោអាវរបស់គាត់ពណ៌ខ្មៅទេប៉ុន្តែប្រែពណ៌ក្រហមដូចផ្លែល្ហុងទុំអញ្ចឹងប៉ុន្តែយ៉ាងណាក៏ដោយមានអីជីវាក្រាន់ជាងដើរដោយថ្មើរជើងដែរសម័យឥឡូវគេពេញនិយមរឿងដើរថ្មើរជើងនឹងឯងប៉ុន្តែជំនាន់មុនក៏និយាយថាគាត់ដើរមិនរួចទេផ្លូវពិបាកហើយស្ងាត់ខ្លាំងណាស់ដើរតែមិនស្រួលប៉ះពួកខ្មែរក្រហមឬក៏ចៅព្រៃអីច្បាស់ជាចប់របស់ពួកវាហើយកាលបើគាត់ត្រូវបានខាងបងពូទាហានគាត់អនុញ្ញាតឲ្យឡើងជិះឡានហើយគាត់ក៏ឡើងទៅអង្គុយនៅបាំងខាងក្រោយពីអ្នកទេសភាពនៅតាមដងផ្លូវឃើញតែព្រៃស្ងាត់ហុំព័ទ្ធទៅដោយដើមត្នោតដើមឫស្សីស្រុកជាច្រើនគុំដុះជាហូរហែនៅតាមផ្លូវដើមប្រេងខ្យល់ដែលដុះនៅក្បែរនោះក៏ត្រូវខ្យល់បក់មួយទំហឹងប្រឹងរេបក់ទៅតាមទិសខ្យល់ផ្លូវដែលក្រឡុកក្រហងបែកដីក្រហមហុយខ្មួលយ៉ាងសន្ធឹកឡាននៅតែបន្តដំណើរមិនព្រមឈប់ឡើយដោយសារតែផ្លូវពិបាកណាមួយឡានក៏ផ្ទុកទម្ងន់ធ្ងន់ផងដែលធ្វើឲ្យលបឿនឡានមិនអាចបើកបានលឿននោះទេពួកគាត់ធ្វើដំណើរមួយព្រឹកទើបធ្វើដំណើរទៅដល់បន្ទាយអាចថាជាសំណាងរបស់ដែរស្របជាមួយគ្នានោះក៏មានកូនទាហាន2នាក់ត្រូវឡើងទៅខេត្តដើម្បីទៅដឹកស្បៀងមកបន្ទាយម្ល៉េះហើយគាត់ក៏អាចបន្តដំណើរជាមួយឡានទាហានបន្តទៀតរហូតដល់ទីរួមខេត្តព្រះវិហាររួចទៅពួកគាត់ចាប់ឈប់សួរអ្នកភូមិថាផ្លូវទៅភូមិដែលជាភូមិរបស់អៀងនឹងគឺនៅកន្លែងណានឿននិងណាងគាត់ដើរសួរគេពេលទៅដល់ខេត្តទើបស្គាល់ភូមិហើយគាត់ក៏សុំរទេះគោជិះបន្តដើម្បីធ្វើដំណើរទៅភូមិមួយនោះទៅព្រះវិហារចំនួននោះមិនទាន់មានភាពទំនើបកម្មនោះឡើយអ្វីត្បិតតែមានផ្ទះអ្នកស្រុករស់នៅក៏ពិតមែនប៉ុន្តែពុំសូវមានមនុស្សរស់នៅឡើយដោយសារតែចំនួននោះពុំទាន់មានទឹកស្អាតភ្លើងអគ្គិសនីប្រើប្រាស់ក៏មិនមានម្ល៉េះហើយអ្នកភូមិគេច្រើនតែរស់នៅកន្លែងដែលងាយស្រួលតែប៉ុណ្ណោះតួយ៉ាងដូចជានៅក្បែរសាលារៀនមន្ទីរពេទ្យឬក៏ផ្សារអីជាដើមមិនយូរប៉ុន្មានទាំងពីរក៏បានធ្វើដំណើរមកដល់ភូមិនោះពិតមែនហើយគាត់ក៏ប្រញាប់ដើរទៅសួរនាំរកផ្ទះអៀងដែលអៀងគាត់ត្រូវជាសាច់ញាតិរបស់ណាងហើយក៏ជាអ្នករាប់អានគ្នាជាមួយនឹងនឿនដែរម្ល៉េះហើយបានជាពួកគាត់ទាំងពីរនាក់ចោលការកូនរបស់អៀងមិនបានឡើយបើសិនជាគាត់មិនរវល់គាត់ត្រូវតែមកអំឡុងពេលដែលទាំងពីរកំពុងតែដើរនៅក្នុងភូមិស្រាប់តែមានបរិសម្នាក់គេមានអាយុប្រហែលជា45ឆ្នាំហើយគាត់ក៏បានដើរមកកាន់ទាំងពីរដោយបង្ហាញទឹកមុខរុះរាយរាក់ទាក់ពេលនោះបរិសម្នាក់នោះក៏បានសួរនាំព្រោះដឹងថាពួកគាត់មិនមែនជាអ្នកស្រុកភូមិនេះឡើយបើមើលទៅតាមភិនភាគមុខមាត់អ្នកដែលនៅតំបន់នេះគឺមុខស្តៀងគ្នាណាមួយសុទ្ធតែមនុស្សដែលគាត់ធ្លាប់ស្គាល់កាលបើឃើញអ្នកប្លែកមុខគាត់ដឹងចាប់អារម្មណ៍ភ្លាមពេលនោះបរិសម្នាក់នោះក៏បានសួរទៅកាន់ទាំងពីរថាជំរាបសួរលោកបងទាំងពីរតើលោកបងអញ្ជើញធ្វើដំណើរទៅណាមកណាមើលតំណងហាក់មិនមែនជាអ្នកភូមិយើងឡើយពេលនោះ
ណាងគាត់បានសម្លឹងទៅកាន់មុខបរិសម្នាក់នោះដោយទឹកមុខងឿងឆ្ងល់រួចគាត់ក៏និយាយតបវិញថាពួកខ្ញុំទាំងពីរនាក់គឺជាអ្នកចម្ងាយមកទីនេះដើម្បីមកការប្អូនប៉ុន្តែឥឡូវអត់ស្គាល់ផ្លូវនោះទេម្លោះហើយបានចេះតែដើរទៅក្រែងមានអ្នកស្គាល់ឬមួយក៏អាចដឹងថាផ្ទះរបស់គេនៅកន្លែងណាពេលនោះបរិសម្នាក់នោះក៏បានសួរថាសាច់ញាតិរបស់គាត់នឹងឈ្មោះអីបើសិនជាគាត់ស្គាល់គាត់នឹងជូនទៅដល់ផ្ទះគេតែម្ដងណាងគាត់ថាសាច់ញាតិរបស់គាត់ឈ្មោះអ៊ំអៀងឬមកថាគាត់ជាមេភូមិនេះផងពេលនោះដែរបរិសម្នាក់នោះក៏និយាយថាអ៊ំអៀងខ្ញុំស្គាល់តើជាអ្នកស្រុកភូមិខ្ញុំគាត់គឺជាមេភូមិយើងនឹងឯងលុះដល់សួរនាំគ្នារួចហើយបុរសម្នាក់នោះក៏បានជូនទៅកាន់ផ្ទះអ៊ំអៀងទៅដែលផ្ទះអ៊ំអៀងគាត់មានចម្ងាយប្រហែលជា100ម៉ែត្រពីផ្ទះរបស់គាត់តែប៉ុណ្ណោះហើយពេលនោះផ្លូវនៅក្នុងភូមិវាស្រួលទេមិនបាច់ធ្វើដំណើរដោយជិះម៉ូតូឬមួយក៏ជិះកង់អីឡើយព្រោះគាត់ដើរទៅតែម្ដងកាលពីជំនាន់នោះស្រុកភូមិរបស់គាត់ពុំសូវមានមនុស្សរស់នៅច្រើនទេស្ងាត់ក៏ស្ងាត់ហើយនៅតាមផ្លូវក៏ពុំសូវមានផ្ទះធំដែរគេច្រើនតែសង់ផ្ទះពីឈើប្រក់ស្លឹកឬមួយក៏ប្រក់ក្បឿងសកាត្រីចាស់អីតែប៉ុណ្ណឹងហើយផ្ទះទៀតសោតសុទ្ធតែជាផ្ទះដែលសេសសល់ពីសម័យសង្គ្រាមផ្ទះខ្លះក៏ត្រូវបាក់បែកខូចខាតក្បឿងឬមួយក៏សសរអីអញ្ចឹងទៅបើនិយាយអំពីហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តនោះវិញក៏ឃើញថានៅពិបាកផ្លូវក៏ពិបាកទឹកស្អាតភ្លើងអគ្គិសនីក៏មិនមានក៏ប៉ុន្តែបើទោះបីជាយ៉ាងណាក៏ដោយក៏ប្រជាជនខ្មែរយើងកាលចំនួននោះអាចរស់នៅបានដោយពួកគេចេះកែច្នៃរបស់របរប្រើប្រាស់ការចិញ្ចឹមជីវិតបានដោយមិនចោទជាបញ្ហាអ្វីឡើយបើនិយាយពីផ្លូវចូលទៅភូមិវិញក៏ឃើញថាជាផ្លូវតូចដែលមានដុះហុំព័ទ្ធទៅដោយកូនឈើតូចធំជាច្រើនហើយក៏មានដុះនៅកូនវល្លិតូចជាហូរហែដុះអមមកជាមួយមើលទៅហាក់បីដូចជាគ្រឿងអលង្ការលម្អព្រៃព្រឹក្សាធម្មជាតិដ៏ល្អឥតខ្ចោះនឿននិងណាងគាត់ចេះតែនិយាយលេងជាមួយបរិសម្នាក់នោះដើម្បីកុំឲ្យស្ងាត់លុះដល់និយាយយូរបន្តិចគាត់ក៏និយាយដល់រឿងវត្ថុបុរាណដែលបន្សល់ទុកពីសម័យបុរាណមកបរិសម្នាក់នោះគេនិយាយថាមានពួកឈ្មួញសៀមជាច្រើនអ្នកតែងតែនាំគ្នាចូលមកក្នុងដីខ្មែរដើម្បីជីករកវត្ថុបុរាណដែលកប់ទុកក្នុងដីខ្មែររបស់យើងយកទៅស្រុកវាអ្នកខ្លះដែលចង់បានប្រាក់កាក់ក៏លក់ក្បាលឲ្យសៀមនាំវាទៅរករបស់កម្រខ្មែរយើងនៅក្នុងព្រៃថែមទៀតផងមិនត្រឹមតែប៉ុណ្ណោះទេក៏ធ្លាប់មានគ្រូអាគមជនជាតិសៀមធ្លាប់មកធ្វើពិធីកម្មនៅក្នុងទឹកដីនៃខេត្តព្រះវិហារនេះផងក៏មានពួកវាភាគច្រើនគឺជាគ្រូអាគមដែលរៀនរបៀនមុនខ្មៅរបៀនអាបធ្មប់អីចឹងទៅវាមកទឹកដីយើងនេះដោយវាជឿថាទឹកដីខ្មែរជាទឹកដីដ៏ពិសិដ្ឋជាទឹកដីអាថ័ន្តជាទឹកដីបុរាណគ្រូដើមម្ល៉េះហើយបានជាពួកវានាំគ្នាចូលមកធ្វើពិធីផ្សេងមិនត្រឹមតែប៉ុណ្ណោះគ្រូសៀមពេលខ្លះវាថែមទាំងហ៊ានប្រាអាគមមកលើបងប្អូនអ្នកភូមិណាដែលមិនពេញចិត្តនឹងវាថែមទៀតអ្នកខ្លះក៏ឈឺអ្នកខ្លះក៏ស្លាប់ដោយមិនដឹងមូលហេតុប៉ុន្តែពុំមាននរណាហ៊ានទៅចោទប្រកាន់ពួកវាឡើយព្រោះវាជាអំពើផ្លូវងងឹតដោយមិនមានភស្តុតាងណាមួយបញ្ជាក់បានទេថាអ្នកនេះជាអ្នកធ្វើអ្នកនោះជាអ្នកធ្វើលុះបានលើសម្ដីបុរសម្នាក់នោះនិយាយហើយកាលណាទាំងពីរគាត់ហាក់ខឹងសម្បាគាត់មិនសូវសប្បាយចិត្តនោះទេដោយគាត់នឹកស្រណោះដីខ្មែរយើងណាស់មិនគួរណាមានជនមួយក្តាប់តូចលក់ក្បាលទៅឲ្យពួកសៀមដោយគ្រាន់តែចង់បានប្រាក់យកមកហូបចំអែតក្រពះនោះទេពេលនោះនឿនគាត់ក៏និយាយថាណាងអើយមិនថាសម័យណានោះទេអាមនុស្សដែលលក់ក្បាលឲ្យខ្មាំងហ្នឹងវាតែងតែមានពួកហ្នឹងប្រសិនបើជាវាស្លាប់ទៅប្រកាសមុខតែជាធ្លាក់នរកហើយគាត់និយាយគ្នាដូចជារៀងយូរគ្រាន់ដែរមិនយូរប៉ុន្មានពួកគាត់ក៏បានដើរមកដល់ផ្ទះរបស់អ៊ំអៀងទៅនិយាយពីអ៊ំអៀងឯនេះវិញ
កាលណាបើឃើញទាំងពីរមកដល់ខាងមុខផ្ទះបែបនេះគាត់ហាក់សប្បាយចិត្តឥតឧបមាដោយនឹកថាម្ដេចមិនទាន់ឃើញពួកគាត់មកដល់អញ្ចឹងព្រោះកម្មវិធីមង្គលកូនគាត់ចាប់ផ្ដើមនៅថ្ងៃនេះហើយដោយដែលពុកម៉ែបងប្អូនបានដឹងមកហើយថាចាស់ពីចំនួនមុនកាលណាបើមានការកូនពួកគាត់មិនមែនធ្វើតែពីយប់ពីថ្ងៃដោយសម័យឥឡូវឡើយសម័យមុនបើសិនជាមានការកូនគេធ្វើ7យប់7ថ្ងៃអីណោនិយាយទៅសប្បាយមួយទំហឹងមនុស្សចាស់តែម្ដងបើនិយាយពីការស្រឡាញ់គ្នាវិញពួកគេស្រឡាញ់គ្នាជួយយកអាសាគ្នាទៅវិញទៅមកដូចបងប្អូនបង្កើតអញ្ចឹងគេជួយគ្នារហូតដល់ចប់កម្មវិធីជាស្ថាពរឯណោមិនបង្អង់យូរឡើយអ៊ៀងគាត់ក៏បានប្រាប់ឲ្យកូនរបស់គាត់ប្រញាប់នាំឡើងទៅលើផ្ទះរៀបចំទុកដាក់អីវ៉ាន់សិនទៅដោយសារតែពួកគាត់ធ្វើដំណើរមកឆ្ងាយអស់កម្លាំងហើយអញ្ចឹងឲ្យគាត់សម្រាកយកកម្លាំងសិនប៉ុន្តែថាបើទោះបីជាធ្វើដំណើរផ្លូវឆ្ងាយយ៉ាងណាក្តីក៏និងណាងគាត់ហាក់មិនសូវអស់កម្លាំងខ្លាំងអីនោះទេដោយសារតែពួកគាត់មានកម្លាំងខ្លាំងមាំមួនណាស់ចំនួននោះសុទ្ធតែជាមនុស្សពេញកម្លាំងខ្លាំងគាត់នាំគ្នាមកជួយរៀបចំធ្វើម្ហូបក្នុងពិធីមង្គលការកូនអៀងដែរដោយសារតែគាត់គិតថាបងប្អូនមានពិធីរវល់បែបហ្នឹងបើសិនជាអាចជួយអ្វីបានគាត់នឹងជួយធ្វើគ្នាឲ្យឆាប់ហើយឆាប់នឹងបានសម្រាកព្រោះពេលហ្នឹងដូចជាយប់ដែរហើយម៉ោង8 9យប់ទៅហើយហ្នឹងណាមួយពេលហ្នឹងទាំងពីរគាត់ក៏ចង់អង្គុយនិយាយគ្នាលេងជាមួយចាស់នៅក្នុងភូមិដែរដើម្បីឲ្យស្គាល់គេស្គាល់ឯងអីអញ្ចឹងទៅពេលនោះគាត់ក៏មកអង្គុយនិយាយគ្នាលេងជាមួយចាស់នៅក្នុងភូមិដោយមានដកមេបន្តិចបន្តួចគ្រាន់តែកម្ដៅពោះកុំឲ្យរងាដោយសារតែស្រុកភ្នំបែបហ្នឹងឲ្យតែពេលយប់គឺដឹងតែចុះត្រជាក់ហើយប៉ុន្តែអៀងគាត់ក៏បានប្រាប់ថាកុំឲ្យទៅទាស់មាត់ជាមួយនឹងបុរសចំណាស់ម្នាក់ដោយសារតែគេគឺជាអ្នកចេះមុនអាគមប្រើខ្មោចព្រាយអីអញ្ចឹងទៅមនុស្សនៅក្នុងភូមិនេះអ្នកណាក៏គេខ្លាចរអានឹងគាត់ដែរតែថាឲ្យតែមានកម្មវិធីតូចធំនៅក្នុងភូមិនេះគេតែងតែកត់សម្គាល់ឃើញថាមិនដែលបាត់វត្តមានគាត់ម្ដងណាឡើយដោយសារតែអ្នកភូមិគេចេះតែអញ្ជើញគាត់ទៅពេលខ្លះគេអត់អញ្ជើញក៏គាត់ទៅហើយការដែលអ្នកភូមិអញ្ជើញដោយសារតែគាត់គិតថាជាអ្នកភូមិជាមួយគ្នាណាមួយទៀតគេគិតថាបើមិនអញ្ជើញគាត់ទេខ្លាចក្រែងគាត់អន់ចិត្តគាត់ខឹងស្រួលធ្វើអំពើឯងលេងផងកុំដឹងចឹងហើយចង់មិនចង់គាត់ក៏តែងតែអញ្ជើញប្រុសចំណាស់ម្នាក់នោះឲ្យមកចូលរួមកម្មវិធីមិនថាតូចមិនថាធំនោះទេនៅក្នុងភូមិនេះហើយបុរសម្នាក់នោះគេក៏មានទំនាក់ទំនងជិតស្និទ្ធជាមួយឈ្មួញជនជាតិសៀមនឹងផងដែរយ៉ាងណាអៀងគាត់នៅតែផ្ដាំថាកុំទៅពាក់ព័ន្ធជាមួយនឹងគេម្នាក់នោះទៅបានហើយចំណែកនឿននិងណាងកាលបើលើពាក្យផ្ដាំផ្ញើពីម្ចាស់តំបន់គេបែបនេះគាត់ក៏មិនទៅប្រស្រ័យតាក់ទងអីឲ្យជិតស្និទ្ធជាមួយបរិសម្នាក់នោះទេគាត់បានត្រឹមតែលួចមើលបរិសម្នាក់នោះតាមចុងកន្ទុយភ្នែកបន្តិចតែប៉ុណ្ណោះនិយាយនេះមិនមែនមានន័យថាទាំងពីរគាត់ខ្លាចគេទេតែថាគាត់មិនចង់បង្ករឿងជាមួយគេតែប៉ុណ្ណោះចំណែកបុរសម្នាក់នោះវិញគេក៏តែងតែលួចដៀងកសែភ្នែកមកមើលទាំងពីរជាញឹកញយដងផងដែរមើលទៅបុរសចំណាស់ម្នាក់នោះគេហាក់ចាប់អារម្មណ៍នឹងនឿននិងណាងខ្លាំងណាស់ក៏ប៉ុន្តែបើសិនជាយើងមើលតាមទឹកមុខរបស់ប្រុសចំណាស់ម្នាក់នោះវិញគាត់មើលនឹងមិនមែនមើលធម្មតាទេមើលដៀងដងមើលរបៀបថាដូចចង់ឌឺដងគាត់តាមពិតបុរសម្នាក់នោះគាត់ឈ្មោះថាក្រាញ់សិស្សគុណរបស់គាត់តែងតែហៅគាត់ថាលោកគ្រូមហាកាញ់គាត់គឺជាអ្នកចេះមន្តអាគមខ្លាំងម្នាក់នៅក្នុងតំបន់នេះគ្រាន់តែថាអាគមដែលគាត់ចេះនោះគឺជាមន្តខ្មៅប៉ុន្តែគាត់មិនមែនចេះតែដើរធ្វើគេគ្រប់គ្នាទេតតែមនុស្សនោះរកស៊ីកាត់មុខគាត់ឬបំបាក់មុខគាត់នៅមុខគេឯងអញ្ចឹងបានគាត់ប្រើព្រាយដែលគាត់ចិញ្ចឹមឲ្យមកលេងពេលខ្លះទៀតគាត់លេងជ្រុលរហូតដល់ស្លាប់ក៏មានយើងនិយាយពីរឿងលោកគ្រូមហាកាញ់រៀងច្រើនដែរហើយយើងក៏លេចមកក្នុងកម្មវិធីមង្គលរបស់កូនអៀងវិញ
មនុស្សម្នាមិនថាក្មេងចាស់ប្រុសស្រីនៅក្នុងភូមិឬមួយក៏អ្នកក្រៅភូមិសូម្បីតែអ្នកស្រុកឆ្ងាយដែលគេរាប់អានជាមួយនឹងអ៊ំអៀងក៏គេមកចូលរួមកម្មវិធីមួយនេះយ៉ាងច្រើនកកកអាចនិយាយបានថាកម្រមានគេចោលគាត់ណាស់ប្រសិនបើមិនមានកិច្ចការរវល់ចាំបាច់ណាមួយដែលជាមិនផុតយើងអាចនិយាយបានថាអ៊ំអៀងគាត់គឺជាមនុស្សដែលមានមុខមានមាត់ម្នាក់នៅក្នុងភូមិក៏ថាបានអញ្ចឹងហើយគេមិនសូវជាហ៊ានចោលគាត់ឡើយបើនិយាយពីម្ហូបនៅក្នុងកម្មវិធីរបស់កូនអ៊ំអៀងវិញក៏ឃើញថាសម្បូរហូរហៀមិនខ្វះហូបឡើយអ៊ំអៀងគាត់កាប់គោ5ក្បាលសម្រាប់ជាម្ហូបការកូនគាត់បើស្រាសទឹកត្នោតជូរវិញមិនដឹងថាប៉ុន្មានលីត្រនោះទេម្នាក់នៅក្នុងកម្មវិធីនោះក៏ឃើញថាស្រវឹងជោគពេលនោះអ៊ំក៏បានប្រទះភ្នែកឃើញជនជាតិសៀមចំនួនមួយក្រុមផងដែរដែលពួកគេមើលទៅមានគ្នា5ទៅ6នាក់ហើយពួកគេទាំងនោះថែមទាំងអាចនិយាយភាសាខ្មែរបានថែមទៀតផងគ្រាន់តែថានិយាយមិនច្បាស់ដូចយើងឡើយពួកសៀមក៏តែងតែដៀងភ្នែកមើលអ៊ំនឿននិងអ៊ំណាងជាញយដងផងបើមើលទៅពួកវាហាក់ស្និទ្ធស្នាលជាមួយនឹងអ៊ំកាញ់ខ្លាំងណាស់មើលទៅដូចជាចិត្តស្និទ្ធគ្នាមិនដឹងថារាប់អានគ្នាតាំងពីពេលណាឡើយប៉ុន្តែអ៊ំគាត់មិនបានទៅរាក់ទាក់ជាមួយពួកគេទេដោយគាត់អង្គុយជាមួយនឹងក្រុមអ្នកស្រុកផ្សេងទៀតដោយមិនទៅរវល់ជាមួយនឹងពួកគេនោះឡើយលុះដល់ចប់កម្មវិធីហើយកាលណាអ៊ំអៀងគាត់ក៏បានខាត់អ៊ំឲ្យស្នាក់នៅផ្ទះគាត់ 4-5 ថ្ងៃសិនទៅចាំនាំគ្នាត្រឡប់ទៅផ្ទះវិញដោយសារតែគាត់មិនងាយបានមកលេងគ្នាឡើយចំណែកអ៊ំវិញគាត់ក៏យល់ព្រមតាមសំណើអ៊ំអៀងដែរអំឡុងពេលដែលអ៊ំគាត់ស្នាក់នៅផ្ទះអ៊ំអៀងក៏មានជនជាតិសៀម 4-5 នាក់ដែលពួកគេម្នាក់ស្លៀកពាក់ស្រដៀងនឹងទាហានខ្មែរយើងដែរពួកគេមានស្ពាយសាកដោមួយបង្វិចម្នាក់ជាប់នឹងខ្លួនអ៊ំអៀងគាត់និយាយថាមួយរយៈចុងក្រោយនេះសម្បូរពួកសៀមវាលួចឆ្លងដែនចូលខេត្តយើងណាស់ហើយក៏មានសាលាឆោតទៀននិងវត្តអារាមមួយចំនួនដែលត្រូវបានពួកវាឧបត្ថម្ភប្រាក់ដើម្បីសាងសង់ពួកវាសម្ដែងធ្វើជាចិត្តល្អជាមនុស្សដែលមានធម៌សប្បុរសនិយាយល្អជាមួយយើងប៉ុន្តែអ៊ំអៀងគាត់មិនដែលទុកចិត្តក្រុមពួកនេះឡើយដោយសារតែជនជាតិនេះវាមិនដែលល្អជាមួយយើងទេចំណាំទុកទៅពួកនេះបើសិនជាវាធ្វើល្អអ្វីមួយជាមួយយើងប្រកាសណាស់ថាវាមានបំណងអ្វីមួយជាក់លាក់ជាក់ជាមិនខានឡើយគ្រាន់តែយើងមើលមិនដឹងមើលមិនធ្លុះអំពីវត្ថុបំណងរបស់ពួកវាតែប៉ុណ្ណោះថ្ងៃមួយម៉ោងប្រហែលជា4ល្ងាចស្រាប់តែគេឃើញមានលោកគ្រូមហាកាញ់ជាមួយនឹងក្រុមជនជាតិសៀម5នាក់នាំគ្នាដើរលឹបឡសំដៅទៅព្រៃមួយកន្លែងដែលពុំសូវមានអ្នកធ្វើដំណើរទៅកន្លែងនោះទេយប់នោះស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលជាហេតុចម្លែកអស្ចារ្យភ្លៀងធ្លាក់ខ្លាំងលាយឡំជាមួយនឹងផ្គររន្ទះលុះម៉ោងប្រហែលជា 10-30 នាទីភ្លៀងក៏ចាប់ផ្ដើមរាំងបន្តិចម្ដងរហូតដល់ដាច់គ្រាប់អស់ទើបអ្នកភូមិគេនាំគ្នាឆោឡោឡើងថាមានបុរសម្នាក់ឈ្មោះលោកពូចំណាប់ត្រូវបានរន្ទះបាញ់ស្លាប់ផ្ងាជើងនៅខាងក្រោយផ្ទះរបស់គាត់សភាពសពគាត់ត្រូវឆេះខ្លោចដោយគេយកភ្លើងមកដុតរលដូច្នោះដែរប្រពន្ធកូនរបស់គាត់ស្រែកទ្រហោយំខ្លាំងណាស់ដោយសារតែលោកពូចំណាប់គាត់គឺជាមេបង្គោលគ្រួសារបើគាត់ស្លាប់តែគ្រួសារគាត់នឹងទៅជាយ៉ាងណាទៅដោយឡែកអ៊ំអៀងព្រមទាំងអ៊ំនឿននិងអ៊ំណាងនិងអ្នកភូមិក្មេងចាស់ប្រុសស្រីផ្សេងទៀតក៏បាននាំគ្នាដើរទៅមើលហេតុការណ៍នោះផងដែរអ្នកភូមិគេបាននិយាយថាសពនេះមិនអាចបូជាបានទេព្រោះជាសពខ្មោចតៃហោងតាមជំនឿសពបែបនេះបើបូជាមុខនឹងខ្លាចជាសពកាចមុខជាដើរលងបន្លាញអ្នកភូមិគ្រប់គ្នាមិនខានម្ល៉េះហើយក៏បីយកសពទៅកប់ជំនួសវិញទើបជាការល្អការនេះហាក់សមហេតុសមផលណាមួយបងប្អូនខ្មែរយើងចំនួននោះគេមានជំនឿបែបនេះឯងសូម្បីតែតំបន់ខ្លះក៏នៅតែជឿលើរឿងនេះដែរនៅសម័យបច្ចុប្បន្នក្នុងនាមអ៊ំអៀងគាត់ជាមេភូមិ
គាត់ក៏ជាអ្នកចំហម្នាក់ក្នុងការមើលការខុសត្រូវក្នុងពិធីបុណ្យសពរបស់បុរសម្នាក់នោះដែរណាមួយគ្រួសារនោះក៏ជាគ្រួសារក្រីក្រក្រកព្រឹកខ្វះល្ងាចរលល្ងាចខ្វះព្រឹកម្លោះហើយអ៊ំអៀងគាត់បានពិភាក្សាជាមួយនឹងបងប្អូនអ្នកភូមិក៏ដូចជាសាច់ញាតិសពដោយថានឹងយកសពគាត់ទៅបញ្ចុះនៅព្រៃកប់ខ្មោចក្បែរភូមិនៅថ្ងៃស្អែកនេះតែម្ដងសពនេះទុកយូរមិនបានទេនៅយប់នោះអ៊ំនិងបងប្អូនអ្នកភូមិផ្សេងទៀតនាំគ្នាមកអង្គុយកំដរសពដល់ម៉ោង4ភ្លឺពេលនោះស្រាប់តែឃើញក្រុមមនុស្សដែលស្គាល់ថាជាជនជាតិផ្ទះលេខ2នោះជាមួយនឹងអ៊ំក្រាញ់បានធ្វើដំណើរមកពីណាមិនដឹងទេដែលកាត់មកផ្ទះសពប៉ុន្តែពួកគេមិនបានចូលទៅទេពេលដែលពួកគេដើរកាត់ផ្ទះសពប៉ុន្តែពួកគេមិនបានចូលទៅផ្ទះសពទេពេលដែលដើរកាត់ពួកផ្ទះលេខ2នោះគេបាននិយាយលឺជាភាសាសៀមស្ដាប់មិនបានថាពួកគេនិយាយអ្វីឡើយរួចគេក៏ដើរផុតទៅលុះព្រឹកឡើងព្រះសង្ឃក៏បាននិមន្តសូត្រហើយក៏រៀបកិច្ចរួចរាល់អ៊ំអៀងនិងអ្នកភូមិផ្សេងទៀតដែលមានកម្លាំងបាននាំគ្នាជួយយកសពបរិសម្នាក់នោះយកទៅកប់នៅព្រៃខ្មោចទៅប៉ុន្តែនៅពេលដែលក្រុមអ្នកភូមិដើរចេញពីព្រៃកប់ខ្មោចមកវិញនោះពេលនោះស្រាប់តែអ៊ំនឿនក៏ប្រទះឃើញពួកផ្ទះលេខ2ដើរនៅក្នុងព្រៃកប់ខ្មោចនោះដែរហើយចុះពួកហ្នឹងវាមកទីនេះធ្វើអីមើលទៅពួកគេម្នាក់មានស្ពាយរបស់អ្វីម្យ៉ាងទំនងជាធ្ងន់ណាស់នៅលើស្មារបស់ពួកគេមិនត្រឹមតែប៉ុណ្ណោះក៏មានវត្តមានរបស់លោកគ្រូមហាកញ្ញជាមួយនឹងសិស្សគុណរបស់គេ3នាក់ទៀតដែលរួមដំណើរជាមួយគ្នាដោយសិស្សគុណរបស់លោកគ្រូមហាកញ្ញហ្នឹងគេស្គាល់ឈ្មោះថាមាននីតក់នីឆូតនិងនីកនអា3នាក់ហ្នឹងអ្នកណាក៏ល្បីដែរថាវាជាជើងល្អនៅក្នុងភូមិវាដើររករឿងគេពេញទាំងភូមិព្រោះវាអាងខ្នងគ្រូវានឹងឯងពេលនោះអ៊ំអៀងគាត់បានប្រាប់ឲ្យអ៊ំប្រញាប់ដើរចេញពីព្រៃនេះពីព្រោះហាក់ធំក្លិនមិនល្អឡើយម្យ៉ាងទៀតគាត់ដូចជាធំក្លិនកំរុងស្អុយយ៉ាងម៉េចមិនដឹងនោះទេប៉ុន្តែអ៊ំនឿនគាត់ហាក់មានអារម្មណ៍មិនសូវស្រួលគាត់ចេះតែតាមសម្លឹងមើលពួកនោះមិនបាក់ភ្នែកឡើយពេលនោះដែរគាត់បានឃើញរបស់អ្វីម្យ៉ាងបានដាច់ធ្លាក់ចុះមកក្រោមដីតាមរយៈថង់កណាត់ដែលពួកជនជាតិសៀមវាបានស្ពាយពេលដែលពួកនោះវាដើរផុតអស់អ៊ំនឿនគាត់ក៏ដើរទៅកន្លែងនោះហើយក៏មើលឃើញរបស់ដែលជ្រុះនោះដំបូងគាត់រកមិនឃើញដោយសារតែវាកប់ជាមួយនឹងស្លឹកឈើចាស់និងងាប់នៅលើដីហ្នឹងពេលនោះគាត់ធ្វើជាយកជើងឈូសទៅលិចឈូសទៅកើតឈូសគំនរស្លឹកឈើនឹងមួយសន្ទុះទៅជើងរបស់គាត់នឹងឈូសប៉ះនឹងរបស់អ្វីម្យ៉ាងមានសភាពដូចជារឹងដូចជាថ្មឬមួយក៏ដែកពេលនោះគាត់ក៏អោនរើសរបស់នោះយកមកក៏ឃើញថាវាគឺជារូបបដិមាបុរាណមួយអង្គមិនដឹងថាសល់តាំងពីសម័យណាមកទេភ្លាមនោះដែរអ៊ំនឿនគាត់ក៏ចាប់ផ្ដើមសង្ស័យថាពួកផ្ទះលេខ2នេះអាចជាពួកដែលចូលមកលួចជីករូបបដិមាបុរាណឬជាក្រុមមនុស្សដែលចូលមកកោះយកសម្បត្តិជាតិមិនបង្អង់យូរឡើយអ៊ំនឿនក៏រើសយកបដិមានោះដើរសម្ដៅមកកាន់អ៊ំអៀងនិងអ៊ំណាងដែលកំពុងតែអង្គុយចាំគាត់នៅលើកំណល់ឈើពុកផុយមួយកន្លែងពេលដែលអ៊ំនឿនគាត់បានលើកបដិមានោះមកហើយអ៊ំគាត់មើលប៉ុន្តែបើក៏លេចទៅមើលអ៊ំអៀងវិញគាត់ហាក់មិនបានបង្ហាញអារម្មណ៍ភ្ញាក់ផ្អើលណាមួយទេវាហាក់បីដូចជាគាត់ស៊ាំនឹងហេតុការណ៍បែបនេះទៅហើយអ៊ំនឿនគាត់ប្រុងនឹងរាយរាប់ហេតុការណ៍ដែលគាត់បានឃើញទាំងអំបាម៉ានប្រាប់អ៊ំឲ្យបានស្ដាប់ប៉ុន្តែអ៊ំអៀងក៏និយាយថាកុំនិយាយអីនៅទីនេះអីលោកប្អូនចាំដល់ផ្ទះចាំនិយាយគ្នាលឺអញ្ចឹងអ៊ំនឿនគាត់ហាក់យល់ការគ្រប់យ៉ាងគាត់ក៏ច្រកបដិមានោះទុកហើយដើរត្រឡប់ចូលមកក្នុងភូមិវិញចំណែកក្រុមលោកគ្រូមហាក្រាញ់និងបពពួកហាក់មិនដឹងទេថាពួកគេធ្វើឲ្យជ្រុះរូបសំណាកនោះឡើយនៅពេលដែលអ៊ំគាត់ធ្វើដំណើរមកដល់ផ្ទះអ៊ំអៀងគាត់បាននិយាយប្រាប់អ៊ំថាពួកនឹងជាក្រុមគ្រូអាគមដែលចូលមកលួចវត្ថុស័ក្តិសិទ្ធិខ្មែរយើង
ដោយសារតែខ្មែរយើងមានរបស់ល្អច្រើនដូច្នេះហើយពួកសៀមវាគ្មានអីទេសូម្បីតែតួអក្សរក៏ពួកវាប្រើប្រាស់របស់យើងដែរវាលួចកំឡាយពីពាក្យខ្មែរយើងអាចនិយាយបានថាពួកនឹងជាចៅតចំនួនក៏ថាបានណាហើយបើជ្រុលជាប្រទេសដែលមានព្រំដែនជាប់គ្នាទៅហើយយើងមានតែទ្រាំទៅប៉ុន្តែថារស់នៅក្បែរចៅអញ្ចឹងវានៅតែចិញ្ចឹមចិត្តចង់លួចរបស់យើងរហូតនឹងឯងក្រឡេកមកមើលសាច់រឿងយើងឯនេះវិញអ៊ំអៀងគាត់គឺជាម្ចាស់តំបន់ប៉ុន្តែគាត់ហាក់បង្ហាញអាការៈខ្លាចរអាក្រុមរបស់លោកគ្រូមហាកាញ់ជាមួយនឹងក្រុមពួកចៅផ្ទះលេខ2នោះអញ្ចឹងប៉ុន្តែអ៊ំនឿននិងអ៊ំណាងគាត់ហាក់មិនខ្លាចពួកវាទេពួកគាត់ខឹងណាស់ហើយស្អប់ពួកដែលលក់ក្បាលឲ្យខ្មាំងនោះដែរប៉ុន្តែអ៊ំអៀងគាត់នៅតែខាត់អ៊ំព្រោះគាត់ខ្លាចថាពួកគេនឹងប្រើមន្តអាគមខ្មៅដាក់ពួកគាត់មិនឲ្យរស់នៅបានស្រួលឡើយដោយសារតែអ៊ំអៀងគាត់បង្ហាញអាការៈភ័យបែបនេះអ៊ំទាំងពីរក៏ឈប់និយាយរឿងនេះទៅពេលនោះម៉ោងប្រហែលជា 3:30 នាទីស្រាប់តែក្រុមនីតក់នីឆូតនិងនីកនគេបានធ្វើដំណើរលឿនមើលទៅពួកគេកំពុងតែដើររកអ្វីមួយអញ្ចឹងចំណែកអ៊ំនឿនគាត់ដឹងហើយថាពួកវាប្រកាសជាដើររករបស់ដែលវាធ្វើជ្រុះនៅក្នុងព្រៃនឹងហើយគ្រាន់តែវាមិនដឹងថាអ៊ំនឿនគាត់គឺជាអ្នករើសបានតែប៉ុណ្ណោះចំណែកអ៊ំនឿនវិញគាត់ធ្វើជាមិនដឹងមិនឮដូចអត់មានរឿងអីកើតឡើងដូច្នេះដែរពេលនោះនីកនវាក៏បានដើរមកសួរនាំអ៊ំអៀងថាមានរើសបានរបស់ដែលវាជ្រុះដែរអត់អ៊ំអៀងគាត់ក្រវីក្បាលដែលបង្ហាញថាគាត់អត់ដឹងរឿងអីទេហើយគាត់ក៏មិនបានឃើញនោះដែរភ្លាមនោះពួកវាក៏បានសម្លឹងមើលមុខអ៊ំប៉ុន្តែអ៊ំនឿននិងអ៊ំណាងគាត់មិនបានញញឹមរាក់ទាក់ដាក់ពួកវាឡើយដោយសារតែមើលមុខពួកវាមើលទៅសុទ្ធតែមុខឌឺហើយដឹងថាពួកវាគឺជាមនុស្សមិនល្អគាត់មិនចង់ទៅពាក់ព័ន្ធនឹងពួកវាឡើយប៉ុន្តែពេលនោះដែរស្រាប់តែអាកនវាបាននិយាយសម្លុតទៅកាន់អ៊ំថាហែងមើលមុខអញធ្វើអីហែងកំពុងតែកពុលមុខផងតិចអញទ្រាំមិនបានវើយអាដនវាហ៊ានណាស់វាហ៊ានរហូតដល់ថ្នាក់ខុសមនុស្សនេះសំណាងហើយដែលអ៊ំទាំងពីរគាត់អត់បានគាត់មិនបានត្រូវប្រកែកតវ៉ាជាមួយពួកវាឡើយពេលនោះអ៊ំអៀងគាត់ក៏បាននិយាយទៅកាន់អាដនថាអាដនម្ដេចក៏ឯងហ៊ានប្រើពាក្យសម្ដីមិនគោរពចាស់ទុំបែបនេះអញ្ចឹងពួកគាត់ទាំងពីរនាក់គឺជាភ្ញៀវរបស់អញណាវើយមិនមែនជាកូនក្មេងឲ្យឯងសម្លុតតាមចិត្តទេបើឯងមិនគោរពគាត់ដូចជាឯងមិនគោរពអញអញ្ចឹងដែរវើយពេលនោះអាដនវិសើចហើយពួកវាក៏នាំគ្នាដើរចេញទៅអ៊ំអៀងគាត់និយាយប្រាប់អ៊ំកុំឲ្យទៅប្រកាន់ជាមួយនឹងក្មេងៗទាំងអស់នោះពេលនោះដែរអ៊ំនឿននិងអ៊ំណាងគាត់មិននិយាយអ្វីទាំងអស់ហើយគាត់ក៏ដើរត្រឡប់ចូលទៅក្នុងផ្ទះលុះ3ថ្ងៃក្រោយមកក្រុមពួកសៀមជាមួយនឹងក្រុមលោកគ្រូមហាកាញ់សិស្សគុណរបស់គេនឹងក៏បានដើរលបចូលទៅក្នុងព្រៃដែលនៅក្នុងព្រៃនោះទៀតសោតក៏មានខឿនប្រាសាទបុរាណខ្មែរឈរនៅក្បែរនោះហើយផ្នែកផ្សេងទៀតក៏ត្រូវបានខូចខាតដោយសារសង្គ្រាមអ្នកស្រុកគេបាននិយាយតគ្នាមកថានៅនឹងប្រាសាទបុរាណមួយកន្លែងនេះគឺជាប្រាសាទបុរាណដែលមានអដ្ឋានស័ក្តិសិទ្ធិសម្បូរវត្ថុបុរាណដែលបន្សល់ទុករាប់រយឆ្នាំមកហើយមុនពេលអ៊ំអឿននិងអ៊ំណាងគាត់ប្រុងនឹងធ្វើដំណើរត្រឡប់មកស្រុកវិញអ៊ំអៀងគាត់បានខាត់ឲ្យអ៊ំស្នាក់នៅផ្ទះគាត់នឹងមួយរយៈសិនទៅណាងមួយគាត់ចង់នាំអ៊ំទាំងពីរទៅជួបលោកអ៊ំចាស់ម្នាក់ដែលជាមេភូមិចាស់ហើយគាត់ក៏មានថ្នាំខ្លាំងសម្រាប់ព្យាបាលជំងឺផងដែរដោយដឹងថាខ្លារបស់គាត់គឺជាអ្នកចេះដែរគាត់ក៏ចង់ណែនាំអ៊ំទាំងពីរដើម្បីឲ្យស្គាល់អ៊ំមេភូមិចាស់ម្នាក់នោះទៅអ៊ំមេភូមិចាស់ម្នាក់នោះឈ្មោះថាអ៊ំផែងគាត់មានព្រះជន្ម75ឆ្នាំហើយប៉ុន្តែកាយសម្បទាគាត់ហាក់នៅមាំមួនល្អណាស់មិនងាយឈឺថ្កាត់ផ្ដេសផ្ដាស់នោះទេហើយគាត់ក៏ជាអតីតទាហានចំនួនខ្មែរអិសរៈមួយរូបផងដែរអ៊ំមេភូមិចាស់គាត់ហាក់មានភាពស្និទ្ធស្នាលជាមួយនឹងអ៊ំទាំងពីរណាស់បើទោះបីជាទៅតែស្គាល់គ្នាក៏ដោយអ៊ំមេភូមិគាត់បានឲ្យរបស់ស័ក្តិសិទ្ធិមួយចំនួនដូចជាចង្កូមខ្លាចែកកាច់ជ្រូកព្រៃនាងពួនដើមធ្នង់ដែលបានសាងជារូបឥសីអគី
និងបញ្ចុះឋានដូចជាស្រេចសម្រាប់ឲ្យប្រើប្រាស់ពេលមានការចាំបាច់ណាមួយហើយគាត់ក៏បានផ្ដល់នៅថ្នាំខ្មែរថ្នាំកម្លាំងមួយចំនួនឲ្យផងដែរមុនពេលលាគ្នាមេភូមិចាស់គាត់បាននិយាយថាបើបានជាស្គាល់គ្នាទៅហើយស្រឡាញ់រាប់អានគ្នាទៅខុសឆ្គងអីបន្តិចបន្តួចគួរអត់អោនឲ្យគ្នាកុំឲ្យមានលកឹកនឹងគ្នាអីណាលុះដល់និយាយគ្នាបានមួយសន្ទុះធំហើយអ៊ៀងនឿនណាងគាត់ក៏លីមេភូមិចាស់ត្រឡប់មកផ្ទះវិញទៅដើម្បីរៀបចំអីវ៉ាន់ទុកត្រៀមសម្រាប់ថ្ងៃស្អែកមុននឹងចេញដំណើរនៅខណៈពេលដែលគាត់ដើរត្រឡប់មកវិញនឹងស្រាប់តែនឿនគាត់ប្រទះឃើញក្រុមពួកសៀម4នាក់កំពុងតែដើរកោះយករបស់បុរាណដែលនៅនឹងគ្រឹះប្រាសាទបែកបាក់រាយប៉ាយក្បែរនឹងបើមើលតាមសកម្មភាពរបស់ពួកវាហាក់បីដូចជាកំពុងតែលឹបលោជីកកោះកាយរករបស់អ្វីម្យ៉ាងថែមទៀតឃើញបែបនោះនឿនគាត់ប្រុងនឹងដើរទៅហាមពួកវាទៅហើយក៏ប៉ុន្តែក៏ត្រូវអៀងខាត់ប៉ុន្តែនឿនគាត់ហាក់មិនពេញចិត្តនឹងសកម្មភាពរបស់ពួកវាឡើយនឿននិងណាងក៏សម្រេចចិត្តដើរទៅប្រាប់សមត្ថកិច្ចដែលធ្វើការនៅតំបន់នោះដើម្បីឲ្យគេចុះមកត្រួតពិនិត្យមើលពួកនេះភ្លាមក្រោយពេលរាយការណ៍សមត្ថកិច្ចចុះដល់កន្លែងនោះពិតមែនប៉ុន្តែក៏ត្រូវក្រុមគ្រូមហាកញ្ញនិងសិស្សកូនគេនឹងនិយាយចរចាអីមិនដឹងទេមួយស្របក់ក្រោយមកសមត្ថកិច្ចក៏ត្រឡប់ទៅវិញហើយពួកវាក៏បន្តសកម្មភាពទៀតដោយមិនមានការខ្លាចញញើតអ្វីទាំងអស់ដោយអត់ទ្រាំមិនបាននឿននិងណាងជាមួយនឹងក្រុមអ្នកភូមិ10នាក់ទៀតបានលើកគ្នាទៅមើលហើយក៏ឃើញថាក្រុមពួកវានេះចូលគំនិតជាមួយចៅសៀមចូលកោះយកវត្ថុបុរាណខ្មែរយើងពិតមែនដោយទ្រាំលែងបានអ្នកភូមិក៏ចូលទៅខាត់ពួកវារហូតដល់ថ្នាក់ទាស់ពាក្យសម្ដីគ្នាមួយប្រាវរហូតដល់មានផ្ទុះអាវុធថែមទៀតពេលនោះស្រាប់តែលេចវត្តមានមេភូមិចាស់ចេញមកហើយគាត់និយាយថាអាក្រាញ់អញមិនចង់ពាក់ព័ន្ធជាមួយពួកឯងទេប៉ុន្តែនេះឯងធ្វើហាក់ដូចជាជ្រុលហើយវើយនេះហ៊ានដល់ថ្នាក់ជីកកោះកាយរបស់ក្នុងស្រុកខ្លួនឯងយកទៅលក់ឲ្យគេតែម្ដងអីនេះឬឯងប្រុងលក់សម្បត្តិទាំងអស់នេះដូរដោយទឹកប្រាក់មែនទេពួកសៀមវាមិនមែនជាមិត្តល្អយើងទេវាលួចយើងវាប្រុងនឹងខ្លែងបន្លំប្រវត្តិសាស្ត្រថារបស់ទាំងអស់នេះវាជីកកោះកាយឃើញក្នុងដីវាជាសម្បត្តិដូនតាវាមិនសល់ទុកឲ្យទាំងដែលរបស់នោះគឺជារបស់ខ្មែរយើងសោះនឹងធ្វើអ្វីឲ្យល្មមទៅវើយអញមិនចង់និយាយច្រើនទេឆាប់ឲ្យខ្លៅឯងត្រឡប់ទៅស្រុកសៀមវិញទៅពេលនោះក្រាញ់គេធ្វើរឹកក្រអឺតក្រតមសម្លក់សម្លឹងមុខអ្នកភូមិទាំងអស់គ្នាសឹងនឹងជ្រុះក្របភ្នែកគាត់និយាយទាំងសម្ដីក៏ក្លឿនបែបនេះថាសម្បត្តិត្រឹមពួកឯងនិយាយស្ដីឲ្យអញស្ដាប់អីនេះសមត្ថកិច្ចអញមិនស្ដាប់ផងចុះពួកអស់ឯងមានសិទ្ធអីមកហាមឃាត់អញភើយសម្ដីរបស់គាត់ហាក់ប្រមាថជាតិសាសឯងខ្លាំងដែលអត់ទ្រាំមិនបានអ្នកភូមិដែលនៅទីនោះប្រុងនឹងបង្កើតហិង្សាដាក់គ្នាប៉ុន្តែក៏ត្រូវអៀងខាត់ហើយប្រាប់ឲ្យក្រុមគ្នារបស់ក្រាញ់ត្រឡប់ទៅវិញបើមិនចង់មានរឿងដោយឃើញថាកំហឹងអ្នកស្រុកខ្លាំងក្លាមិនអាចទប់បានពួកសៀមនិងក្រុមលក់ក្បាលឲ្យសៀមទាំងអំបាម៉ានពួកវាក៏នាំគ្នាដើរចេញពីកន្លែងនោះទៅប៉ុន្តែអាពួកសៀមទាំងអស់នោះវាបង្ហាញកែវភ្នែកសម្លក់សម្លឹងដាក់ក្រុមអ្នកភូមិនិងសឹងតែជ្រុះក្របភ្នែកទៅហើយពេលនោះស្រាប់តែមានបរិសម្នាក់ដែលគេស្គាល់ថាគឺជាបងគិនគាត់បាននិយាយថាហែងប្រឹងសម្លក់សម្លឹងអញម៉ាតិចជ្រុះក្របភ្នែកដោយឃើញថាកំហឹងអ្នកភូមិកាន់តែខ្លាំងពួកគាត់ក៏ប្រញាប់ដើរចេញពីកន្លែងនោះទៅក្រឡេកមកមើលរណ្ដៅដីដែលពួកវាជីកឯនេះវិញក៏ឃើញមានភេកបុរាណព្រះខ័នមេតបកងដៃកងជើងចិញ្ចៀននិងវត្ថុបុរាណជាច្រើនផ្សេងទៀតដែលគេជីកកប់ទុកក្នុងដីសុទ្ធសឹងតែជារតនសម្បត្តិដែលមានតម្លៃពេលនោះអ្នកភូមិក៏បានប្រមូលយករបស់ទាំងអស់នោះមករក្សាទុកឲ្យអាជ្ញាធរនិយាយទៅដល់ពួកជីករណ្ដៅជនជាតិសៀមនោះវិញវាមិនទាន់ទៅស្រុកវាវិញទេវានៅសំងំនៅផ្ទះក្រាញ់នឹងឯង
វាចាំស្ថានភាពស្ងប់ស្ងាត់វានឹងបន្តសកម្មភាពវាទៀតព្រោះវាដឹងថាស្រុកនេះសម្បូររតនសម្បត្តិណាស់ហើយក៏មានកំណត់បុរាណបន្សល់ទុកផងដែរដោយសារតែហេតុការណ៍នេះទើបធ្វើឲ្យអ៊ំនឿននិងអ៊ំណាងគាត់សុំពន្យាពេលត្រឡប់ទៅផ្ទះវិញព្រោះគាត់ដឹងថាពួកសៀមវាមិនឈប់ត្រឹមនឹងទេវាមុខតែមានល្បិចណាមួយទៀតមិនខាននៅយប់នោះមានភ្លៀងធ្លាក់ខ្លាំងលីឡំជាមួយនឹងខ្យល់កន្ត្រាក់ផ្លេចបន្ទោចាំងព្រាកភ្លឺពេញទាំងមេឃភ្លៀងបែបនេះអាកាសធាតុត្រជាក់ស្រួលណាស់ដែលធ្វើឲ្យអ្នកភូមិសម្រានលងលក់គ្រប់គ្នាភ្លៀងយប់នោះរាំងប្រហែលជាម៉ោង3ទៅ4ភ្លឺលុះព្រឹកឡើងស្រាប់តែអ៊ំគាត់ឮអ្នកភូមិនិយាយគ្នាថានៅក្នុងភូមិមានអ្នកស្លាប់អ៊ំគាត់ក៏ដើរទៅមើលជាមួយនឹងអ៊ំអៀងពេលដើរទៅដល់ទើបដឹងថាអ្នកដែលស្លាប់នោះគឺជាបរិសម្នាក់ឈ្មោះគិននឹងឯងសភាពស្លាប់របស់គាត់ខុសប្លែកពីអ្នកផ្សេងដោយដៃជើងរបស់គាត់ឆ្កាងជ្រងទៅខាងលើភ្នែកបើកធំចំហមាត់កន្លងមើលទៅសភាពរបស់គាត់ហាក់បីដូចជាគាត់បានឃើញរបស់អ្វីម្យ៉ាងគួរឲ្យខ្លាចបានលងបន្លាចគាត់អញ្ចឹងដែរបើនិយាយពីបបោមាត់គាត់វិញឡើងស្វាយដោយត្រូវថ្នាំពុលគេអញ្ចឹងអ៊ំនឿននិងអ៊ំណាងឃើញសភាពនឹងគាត់ដឹងថាបរិសម្នាក់នឹងប្រកាសជាត្រូវអំពើគេហើយគេនោះអាចនឹងប្រើពួកខ្មោចព្រាយឬសត្វអាគមរបស់គេឲ្យមកយកជីវិតគាត់ហើយមើលទៅពេលនោះដែរអ៊ំគាត់ចាប់ផ្ដើមដាក់ការសង្ស័យលើក្រុមបពពួករបស់លោកគ្រូមហាក្រាញ់ប៉ុន្តែនិយាយមិនទាន់នឹងផុតពីមាត់ផងស្រាប់តែសិស្សគុណគេដើរមកកាត់ផ្ទះរបស់បរិសម្នាក់នឹងពួកគេសើចសប្បាយទៅវិញពេលនោះនីតក់គេបានធ្លោយមាត់និយាយលេឡំជាមួយនឹងសំឡេងសើចសប្បាយបែបនេះថាអានឹងវាសំមុខតែងាប់ហើយវើយវាហ៊ានប្រមាថគ្រូអញចាំមើលនៅក្នុងភូមិនឹងអ្នកណាហ៊ានក៏ក្លឿនជាមួយនឹងគ្រូអញទៀតឲ្យវាងាប់អញ្ចឹងចុះបានសំមុខវារួចពួកគេក៏ដើរចេញពីមុខផ្ទះរបស់បរិសម្នាក់នឹងទៅពេលនោះអ៊ំនឿនគាត់ក៏យកដៃកេះអ៊ំណាងឲ្យងាកមើលអា3នាក់នឹងរួចពួកគាត់ក៏នាំគ្នាដើរត្រឡប់មកផ្ទះវិញមកដល់ផ្ទះវិញអ៊ំនឿនគាត់និយាយថាគាត់សង្ស័យថាការស្លាប់របស់បរិសម្នាក់នោះមុខនឹងតាក់ទងជាមួយនឹងគ្រូម្នាក់នឹងហើយប្រហែលជាគេខឹងនឹងគេដែលនិយាយខ្លាំងដាក់បរិសម្នាក់នោះក្រឡេកទៅមើលអ៊ំអៀងវិញគាត់មិនបានបង្ហាញអាការៈភ្ញាក់ផ្អើលទេគាត់ហាក់បីដូចជាដឹងមុនអញ្ចឹងថារឿងនឹងមុខនឹងកើតឡើងឃើញអញ្ចឹងអ៊ំនឿនគាត់ក៏បានដេញដោលសួរនាំអ៊ំអៀងរហូតដល់ចេញរឿងមួយអាគិនវាស្លាប់ដោយសារតែអាក្រាញ់សម្លាប់នឹងហើយវាមិនមែនជាលើកទី1ទេដែលកើតឡើងនៅក្នុងភូមិនេះករណីបន្ទាប់អាចជាលោកប្អូនទាំងពីរក៏ថាបានឮសម្ដីអ៊ំអៀងនិយាយបែបនេះហើយគាត់នឹកហួសចិត្តខ្លាំងណាស់គាត់ឆ្ងល់ហេតុអីបានជាអ៊ំអៀងមិនប្រាប់គាត់អំពីរឿងហ្នឹងតាំងពីដំបូងវាមិនចម្លែកទេដែលគាត់មិនហ៊ានប្រាប់ដោយសារតែគាត់ខ្លាចគេប្រែអាគមសម្រាប់គាត់ដែរពេលនោះអ៊ំអៀងគាត់បានប្រាប់ឲ្យអ៊ំប្រញាប់ចាក់ចេញពីភូមិទៅគាត់មិនចង់ឲ្យអ៊ំនឿននិងអ៊ំណាងស្លាប់នៅទីនេះទេប៉ុន្តែអ៊ំនឿនគាត់មិនខ្លាចគាត់ថាគាត់ចង់ស្នាក់នៅទីនេះមួយអាទិត្យទៀតសិនចាំចប់ការងាររៀបរយចាំគាត់ត្រឡប់ទៅវិញក៏វាមិនអីដែរក្រោយពី3ថ្ងៃអ៊ំនឿនគាត់ដើរចូលក្នុងភូមិដើម្បីទៅរកនំបញ្ចុកហូបប៉ុន្តែគាត់ជួនអីពេលនោះស្រាប់តែជួបពួកសៀម4នាក់ដើរជាមួយនឹងគ្រូក្រាញ់ដើរក្នុងភូមិនឹងពេលនោះពួកជនជាតិសៀមនឹងគេសម្លក់សម្លឹងមុខអ៊ំសឹងតែជ្រុះគ្រាប់ភ្នែកចំណែកលោកគ្រូមហាកាញ់វិញគេប្រើសម្ដីបែបលក់លើយឆ្លើយបែបនេះថាពួកឯងចង់សាកជាមួយអញមែនមិនអីទេចាំអញឲ្យស្គាល់អញម្ដងនិយាយតែប៉ុណ្ណឹងគេក៏នាំគ្នាដើរហួសអ៊ំចេញទៅចំណែកអ៊ំនឿននិងអ៊ំណាងក៏នាំគ្នាដើរទៅហូបនំបញ្ចុកធម្មតាលុះហូបហើយបានពួកគាត់ដើរត្រឡប់មកផ្ទះអ៊ំអៀងវិញពេលហ្នឹងអ៊ំនឿនគាត់បានសុំទៅស្នាក់នៅខ្ទមរបស់អ៊ំអៀងដែលមានចម្ងាយប្រហែលជា4ទៅ15ម៉ែត្រពីផ្ទះរបស់គាត់ព្រោះគាត់ដឹងថាមិនយូរមិនឆាប់ទេស្រួលមិនស្រួលអាចនឹងយប់នឹងផងពួកគេនឹងមកលេងគាត់បើសិនជាពួកគាត់
ស្នាក់នៅជាមួយអ៊ំអៀងអាចនឹងប៉ះពាល់ដល់គ្រួសាររបស់អ៊ំអៀងម្ល៉េះហើយទើបគាត់សុំស្នាក់នៅដាច់ឆ្ងាយហើយអ៊ំគាត់ផ្ដាំថាពេលយប់មិនថាឮសំឡេងអ្វីហាមចុះដីឬបើកមកបង្អួចមើលឲ្យសោះចាំព្រឹកចាំចុះពីផ្ទះចំណែកអ៊ំអៀងវិញគាត់ក៏យល់ព្រមតាមសំណើរបស់អ៊ំដែរណាមួយគាត់ក៏មិនអាចជួយអ្វីអ៊ំបានឡើយដោយសារតែអ៊ំអៀងគាត់មិនចេះអាគមអីនោះទេនៅល្ងាចនោះអ៊ំនឿននិងអ៊ំណាងក៏រៀបចំខ្សែសីមាគ្រឿងរំដាប់សម្រាប់ការពារខ្លួនរួចជាស្រេចព្រោះគ្រូក្រាញ់គេអាចនឹងចូលដៃជាមួយគ្រូសៀមដែលប្រើអាគមខ្មៅដាក់ពួកគាត់លុះពេលយប់ចូលមកដល់កាលណាអ៊ំគាត់សូត្រដាស់អាគមសัตว์អាគមរបស់ពួកគាត់រួចជាស្រេចទុកសម្រាប់ការពារខ្លួនយប់នោះគាត់នឹងលេងសัตว์អាគមរបស់គាត់មួយទំហឹងតែម្ដងយប់ម៉ោងប្រហែលជា10ស្រាប់តែមានខ្យល់ធ្លាក់ហើយខ្យល់ក៏ត្រជាក់ខុសពីធម្មតាពេលនោះដែរស្រាប់តែមានសំឡេងសត្វខ្លែងស្រាកហោះរំលងខ្ទមអ៊ំទាំងពីរនាក់អ៊ំនឿនគាត់ប្រាប់ឲ្យអ៊ំណាងត្រៀមគេមកហើយត្រៀមរបស់ចាំទួលគេឲ្យហើយទៅយើងអ៊ំណាងគាត់ងក់ក្បាលរួចគាត់ក៏ចាប់យកអង្គមួយក្តាប់ពីថង់យាមរបស់គាត់ហើយគាត់ក៏ចាប់សូត្រមន្តអាគមគាថារបស់គាត់ដែលបានចេះចាំហ្នឹងហើយក៏បាចព្រាចអង្គនោះទៅខាងមុខខ្ទមរបស់គាត់ពេលនោះស្រាប់តែលេចចេញនៅស្នាមដានជើងនៅខាងមុខខ្ទមរបស់គាត់យ៉ាងច្រើនពេលនឹងហើយទើបគាត់ដឹងថាគេចាប់ដើមលេងគាត់បណ្ដាហើយខ្យល់ចាប់ដើមស្ងាត់មេឃក៏ធ្លាក់ងងឹតបន្តិចម្ដងមើលអ្វីសឹងតែមិនឃើញនោះទេឃើញតែភ្លើងចន្លោះដែលអ៊ំគាត់ដុតនៅខាងមុខរោងតែប៉ុណ្ណោះពេលនោះស្រាប់តែលេចចេញនៅសัตว์កោបាអាគមមួយក្បាលពេលនោះអ៊ំក៏លាន់មាត់ថាទឹកដវងសោះគេលេងកោបាអាគមទៅហើយមើលទៅពួកនេះវាចង់ផ្ដាច់យើងត្រឹមទឹកទី1នេះតែម្ដងហើយមិនទុកយូរឡើយអ៊ំណាងគាត់ក៏ចាប់យកសត្វក្របីសម្រិតរបស់គាត់ចេញមកសូត្រដាស់អាគមរួចក៏បោះទៅលើដីកាលបើសត្វអាគមនោះធ្លាក់ដល់ដីភ្លាមក៏លេចចេញនៅសត្វក្របីអាគមមួយក្បាលធំហើយគាត់ក៏បោះសត្វក្របីអាគមមួយក្បាលទៀតលេចចេញសត្វក្របីអាគមមួយនឹមត្រៀមប្រយុទ្ធជាមួយនឹងកោបាដែលគេនាំមកដែលកោបានោះក៏គេលេងកោបាមួយនឹមដែរអញ្ចឹងគាត់ដាក់ក្របីមួយនឹមដើម្បីទៅប្រយុទ្ធជាមួយវាឲ្យស្មើភាពគ្នាការប្រយុទ្ធគ្នារវាងសត្វអាគមរបស់គ្រូក៏ឃើញថាខ្លាំងសម្បើមអស្ចារ្យកោបាក្របីអាគមប៉ះគ្នាឡើងបែកផ្កាភ្លើងប៉ុន្តែសត្វអាគមទាំងនោះវាមិនអាចស៊ូជាមួយនឹងសត្វក្របីអាគមរបស់អ៊ំនឿននិងអ៊ំណាងបានឡើយមួយស្របក់ក្រោយមកក្របីអាគមក៏ជល់កោបាអាគមនោះធ្លាយពោះដេកស្លាប់រលាយប្រលឹងបាត់ទៅក្រោយពីកោបាមួយនឹមវាស្លាប់សំឡេងក៏បានស្ងាត់មួយសន្ទុះប៉ុន្តែភ្លាមនោះស្រាប់តែមានសត្វក្អែកខ្មៅហោះពីណាមិនដឹងទេមកទុំលើបង្គោលរបងក្រាក់នៅខាងមុខខ្ទមរបស់អ៊ំមួយសឡែតឃើញចឹងអ៊ំនឿនគាត់បាននិយាយទៅកាន់សត្វក្អែកនោះថាទៅប្រាប់គ្រូឯងទៅវើយបើចង់រស់ឈប់ធ្វើបាបអ្នកភូមិហើយឈប់មកប៉ះពួកអញសុំតែសុកទេភ្លាមនោះស្រាប់តែក្អែកនោះវាស្រែកឆេវរួចក៏ទៅផ្ទះស្លាប់ហោះចេញពីកន្លែងនោះទៅម៉ោងប្រហែលជា 12:32 នាទីស្រាប់តែមេឃស្ងប់ខ្យល់ឈឹងទាំងដែលមុននឹងមានធ្លាក់ខ្យល់ត្រជាក់តិចពេលនោះស្រាប់តែអ៊ំគាត់ឮសំឡេងសម្រាប់ជើងដើរនៅពីខាងមុខតូបរបស់គាត់ដែលសន្ធឹកសម្រាប់ជើងនឹងលាន់សឹងនឹងស្មើវងសត្វដើរនៅក្នុងព្រៃមួយវងធំពេលនោះស្រាប់តែមានដុំភ្លើងហោះធំសឹងប៉ុនចង្អេរមកធ្លាក់នៅពីខាងមុខខ្ទមរបស់អ៊ំនឿននិងអ៊ំណាងពេលដែលភ្លើងនឹងវារលត់ស្រាប់តែលេចចេញនៅរូបអសូរកាយមួយបើកភ្នែកឡើងក្រហមដោយភ្លើងដៃវាមាន8វាប្រុងនឹងយកដៃចាប់ច្របាច់កអ៊ំកាច់បំបាក់កឲ្យគាត់ស្លាប់នៅក្នុងខ្ទមនឹងតែម្ដងកាលបើឃើញបែបនឹងក៏ដោយក៏អ៊ំគាត់មិនបានភ័យនោះទេអ៊ំនឿនគាត់ប្រុងនឹងប្រើសัตว์ខ្លាកុំគាត់លេងជាមួយវាទៅហើយប៉ុន្តែពេលហ្នឹងអ៊ំណាងគាត់សុំគាត់ថាសឹកអាគមលើកនេះគាត់សុំលេងម្នាក់ឯងបានហើយ
ចាំលើក្រោយចាំគាត់ទុកឲ្យនឿនលេងម្នាក់ឯងម្ដងនឿនគាត់យល់ព្រមព្រោះគាត់ដឹងពីទឹកដៃគ្នាគាត់ច្បាស់ណាស់ថាត្រឹមសត្វអាគមអីប៉ុណ្ណឹងទៅមិនរួចជាមួយគ្នាគាត់ឡើយពេលនោះណាងគាត់ក៏បានសូត្រដាស់អាគមដំរីក្បាល3កណ្ដឹង 3000 គាត់ចេញមកអ្នកដែលលេងអាគមហ្នឹងគេដឹងហើយថាអាគមនេះខ្លាំងប៉ុណ្ណាបើអ្នកណារៀនចេះអាគមនេះហើយកម្រមានអ្នកណាអាចមកផ្ចាញ់បានណាអាគមដំរីក្បាល3នេះបើប្រើហើយសត្រូវមុខនឹងអណ្ដរធានជាក់ជាមិនខានក៏លេខទៅមើលអសូរកាយដី8នោះវិញវាប្រឹងសម្ដែងរិទ្ធរបស់វាដើម្បីបន្លាចប៉ុន្តែពួកគាត់មិនខ្លាចនោះទេពេលនោះហើយដំរីក្បាល3របស់ណាងក៏រត់ហក់ទៅបោលជុលហើយវត្តភ្លុកចំអសូរកាយដៃ8នោះដាច់ដៃធ្លាយពវៀនរលាយងាប់បាត់នៅក្នុងពេលនោះទៅពេលនោះនឿនក៏ក្រវីក្បាលគាត់ថាអញស្មានតែខ្លាំងមិនទាន់បានមួយទឹកស្រួលបួលផងវាងាប់បាត់ទៅហើយក្រោយពីអសូរកាយនឹងវាស្លាប់បាត់ក៏ឃើញថាលែងមានអ្វីមកទៀតនោះទេព្រោះពេលនោះគាត់ចាំមើលដែរថាក្រែងគេប្រើអ្វីមកលេងជាមួយគាត់ទៀតប៉ុន្តែអត់មានទេពេលនោះគាត់ក៏សូត្រអាគម4មេដាស់នៅជុំវិញខ្ទមរបស់គាត់រួចគាត់ក៏នាំគ្នាសម្រាកទៅលុះព្រឹកឡើងអៀងគាត់ចុះពីលើផ្ទះមកក៏ឃើញថាកូនដូងកូនដើមចេកនៅខាងមុខផ្ទះគាត់នឹងបាក់អស់ប្រហែលជា15ដើមទម្រង់ហាក់បីដូចជាមានសត្វគោឬក៏សត្វក្របីវត្តអញ្ចឹងអៀងក៏សួរថាយប់មិញមានរឿងអីនឿនគាត់ប្រាប់អៀងថាយប់មិញគេមិនលេងពួកគាត់អញ្ចឹងហើយគាត់លេងរឿងធ្ងន់តិចហើយដើមចេកដើមដូងហ្នឹងបើងាប់ចាំដាំថ្មីទៅលឺអញ្ចឹងអៀងគាត់ដឹងហើយថាពាក្យមកលេងហ្នឹងវាមិនមែនធម្មតាទេគឺជាការលេងអាគមរបស់គ្រូអាគមនឹងហើយនៅព្រឹកនោះមានអ្នកភូមិគេផ្អើលឆោឡោថាគេបានឃើញពួកសៀម4នាក់ដេកស្លាប់នៅក្នុងព្រៃក្បែរនឹងភូមិនឹងសភាពធ្លីពោះវៀនចេញមកខាងក្រៅចំណែកគ្រូក្រាញ់វិញដេកស្លាប់ចំហមាត់មានរុយក្បាលខ្មៅបែងពេញទាំងមាត់ហើយក៏មានដង្កូវពេញផងដែរនេះត្រឹមតែពេលមួយយប់តែប៉ុណ្ណោះហេតុអីបានជាសពគាត់ស្អុយរលួយបែបហ្នឹងចំណែកសិស្សកូនរបស់គាត់ទាំង3នាក់វិញវាបាត់ស្រមោលឈឹងមិនដឹងថារត់ដល់ទីណាទេអ្នកខ្លះគេថាការស្លាប់នេះគឺជាអំពើពីលស៊ីពីលអ្នកខ្លះទៀតក៏គេនិយាយថាពួកសៀមនឹងជាមួយនឹងគ្រូមហាកាញ់ចាញ់អាគមគេបានស្លាប់នៅក្នុងរឿងមួយនេះមានតែនឿននឹងណាងទេដែលដឹងរឿងនេះច្បាស់ព្រោះគាត់គឺជាអ្នកលេងអាគមកាលពីយប់មិញនេះលុះដល់រួចរាល់ការងារហើយគាត់ក៏លីអៀងត្រឡប់មកផ្ទះវិញទៅព្រោះថាបើនៅទៀតក៏មិនដឹងថានៅធ្វើអីដែរព្រោះគាត់បានកំចាត់ពួកចៅសៀមចេញបានបាត់ទៅហើយពីស្រុកភូមិនេះប៉ុន្តែថាគាត់ភ្លេចម៉ូតូនៅផ្ទះតាយាយនៅកំពង់ធំបាត់ទៅហើយមិនដឹងថាពេលណាបានមានពេលត្រឡប់ឡើងទៅយកម៉ូតូនឹងវិញនោះទេអញ្ចឹងសាច់រឿងមួយនេះក៏បានចប់ត្រឹមតែប៉ុណ្ណេះហើយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានសាច់រឿងមួយនេះតាំងពីដើមរហូតដល់ចប់